ម៉ាស៊ីនសាប់ Manitsu នេះជាលេខ model Manitsu ហើយនេះជាតាប្លូ Manitsu របៀបកំណត់បិទឬបើកកាំបិតកាត់អំបោះខាងក្រោមមុននឹងទៅកំណត់លេខប្រូក្រាមបិទឬបើកកាំបិតកាត់អំបោះខាងក្រោមខ្ញុំបង្ហាញកន្លែងកាំបិតកាត់អំបោះខាងក្រោមឲ្យបងប្អូនមើលជាមុនសិនបើកគម្របចានសម្បុករួចជន់ឈ្នាន់ទៅមុខឲ្យម៉ាស៊ីនដំណើរការសាប់ពេលកាត់អំបោះកាំបិតគឺអត់លុតកាត់ទេអញ្ចឹងបង្វែរទៅតាប្លូយើងវិញរបៀបកំណត់បិទឬបើកកាំបិតកាត់អំបោះខាងក្រោមចុចលើប៊ូតុងអក្សរ M ចេញលេខរៀងប្រូក្រាមលេខដែលយើងចូលទៅកំណត់គឺលេខ2ក៏ប៉ុន្តែវាមានត្រឹមតែលេខ1និងលេខ3ដើម្បីចូលទៅកំណត់លេខ2បានចុចលើប៊ូតុងអក្សរ M ត្រឡប់មកកាន់ក្បាលធ្នេឡើងវិញរួចចុចលើប៊ូតុងអក្សរ M ឲ្យជាប់ឲ្យចេញលេខ2ចាំយើងដកដៃចេញបន្ទាប់មកចុចព្រួញខាងក្រោមកំណត់យកលេខ2រួចចុចប៊ូតុង Select ចេញអក្សរ K លេខ0 6គត់រួចចុចព្រួយខាងលើកំណត់យកអក្សរ K លេខ164គឺជាកន្លែងកំណត់បិទឬបើកកាំបិតកាត់អំបោះខាងក្រោមអញ្ចឹងអក្សរ K លេខ164គឺអក្សរ on បងប្អូនចុចលេខដកកំណត់ដាក់អក្សរ out រួចចុចប៊ូតុង Select ដើម្បីសេវឲ្យជាប់បន្ទាប់មកចុចប៊ូតុងព្រួញថយក្រោយចេញប្រូក្រាមលេខក្បាលធ្នេបែបហ្នឹងបង្វែរទៅម៉ាស៊ីនយើងវិញជន់ឈ្នាន់ខាងក្រោមទៅមុខឲ្យម៉ាស៊ីនដំណើរការសាប់ពេលកាត់អំបោះកាំបិតគឺលោតកាត់ឡើងវិញហើយនេះហើយគឺជារបៀបកំណត់បិទឬបើកកាំបិតកាត់អំបោះខាងក្រោមសូមអរគុណ